ស្នេហ៍កំហុសខ្លួនឯងគ្មានពេកនឹងថ្លែងតវ៉ាស្រត់ទឹកភ្នែកជំនួសវាចាប្រាប់ថាអាឡ័យចង់ឲ្យវេលាត្រឡប់ចិត្តជ្រុលមិនស្ងប់ទេថ្លៃស្ដាយទុំមើជ្រុលហួងគ្មានព្រឹងជួងកែថ្មីស្ដាយសំដីគ្មានថ្ងៃភ្លេចទ្រុងរែងអន្ទះសាសោកកាពេលឃ្លានបេងដូងជ្រួលជ្រាមវៀនទុកសែងធ្នន់ចិត្តពីលៀងលែងធំរឿងក៏ពីមុនតែកូនជួសោបញ្ចុះចិត្តសោកត្រៀមហើយត្រឡប់ដល់ក្តីមេត្តាសាចប់ចំនងបើមានឱកាសប្រាថ្នាជួបបងសាជាថ្មីជុំនឹងអបដីរំពឹងទន្ទឹងទាំងស្ដាយសល់តែស្រមោលអាណិតទៀងបងគិតចិត្តកាយពេលមានបងនឹងក្បែរស្នេហ៍ត្អូនតែចំណាយពេលគិតឆ្ងាយទៅស្ដាយក្រោយទ្រុងរែងអន្ទះសាសោកកាពេលឃ្លានបេងដូងជ្រួលជ្រាមវៀនទុកសែងធ្នន់ចិត្តទីលៀនលែងធន់រឿងក៏ពីមុនតែកូនជួសោបញ្ចុះចិត្តសោកត្រៀមហើយត្រឡប់ដល់ក្តីមេត្តាសាចប់ចំនងបើមានឱកាសប្រាថ្នាជួបបងសាជាថ្មីចង់ឲ្យយល់តម្លៃជាស្រីមានន័យយ៉ាងណាក្តីស្រឡាញ់មានពិតក្តីអាណិតស្មោះស្មងសន្យាទៅចង់លែងខំទៀតឡើយសូមផ្ដល់អោកាយតែបងអបបងក្នុងពេលនេះភាគទី20ជាភាគបញ្ចប់តើគុណស្រីរបស់ខ្ញុំនេះគឺជាអ្នកបន្តវេននីសាទើបនឹងបញ្ចប់ការសិក្សាថ្មីៗនេះទេហើយតទៅគឺមានតែអស់លោកទាំងអស់គ្នានឹងហើយណាដែលត្រូវជួយណែនាំគុណស្រីរបស់ខ្ញុំហើយក៏នឹងមានម្នាក់ទៀតដែលខ្ញុំបានគិតថានឹងប្រកល់តំណែងជានាយករងឲ្យទៅគេនេះគឺក្មួយរិនក៏ទើបនឹងបញ្ចប់ការសិក្សាថ្មីដូចជាកូននីសារបស់ខ្ញុំដែរខ្ញុំនឹងរៀបចំពិធីប្រគល់តំណែងនេះនៅថ្ងៃណាមួយដូច្នេះសម្រាប់ពេលនេះខ្ញុំក៏សូមបិទការប្រជុំប៉ុណ្ណេះចុងណានេះហើយគឺក្មួយរិទ្ធកូនប្រហែលជានៅមិនទាន់ភ្លេចមុខគេនៅឡើយទេតាមែនទេបានន័យថាមិនដឹងលោកប៉ាណែរិទ្ធបកស្រាយប្រាប់នីសាផងទៅពូចេញទៅក្រៅមុនហើយណា
បាយទេអ្នកនាងនីសាអ្នកនាងនីសាហើយតែក៏បែបនេះខ្ញុំអត់បានធ្វើអីខុសទេណា ដំណក់ទឹកភ្នែកពីសោកសង្វារ នេះពិតជាមិនតាន់ស្លាប់ទេមែនទេ នឹកស្ដាយកំហុសខ្លួន ស្លាប់ទៅចិត្តទេ គ្មានពី តែរូបកាយរបស់ខ្ញុំនៅខ្ញុំនៅរស់នៅឡើយ ទឹកភ្នែកជំនួស កំពុងតែឈរនៅមុខអ្នកនាងនីសានឹងហើយនេះតែមានរឿងអ្វីដែរទៅបានជាយំ ត្រឡប់ អត់ទេ ចិត្តជ្រុលមិនស្ងប់ ខ្ញុំអត់បានយំទេ ស្ដាយទុំ តែទឹកភ្នែកកំពុងតែហូរចុះមកណាអនុញ្ញាតឲ្យខ្ញុំនេះជួបជំនួសបានដែរទេ មិនចាំបាច់ទេខ្ញុំអាចជួបខ្លួនឯងបានហើយ មួយរយៈនេះប្រហែលជាមានសេចក្តីសុខហើយក៏ព្រោះតែផ្ទះនេះគ្មានមុខខ្ញុំរស់នៅ តែនេះវាជាគំនិតរបស់អ្នកណាម្នាក់ដែរទៅនេះជាល្បិចរបស់លោកឬមកក៏លោកប៉ា យើងគួរទៅនាំគ្នាទៅកន្លែងមួយដើម្បីឲ្យខ្ញុំបានបកស្រាយចំពោះបញ្ហានេះតែមិនដឹងថាអ្នកនាងនីសាព្រមផ្ដល់កិត្តិយសឲ្យខ្ញុំដែរឬក៏អត់ នេះណារត់ចូលផ្ទះ2ឆ្នាំហើយនឹងមកប្រាប់ពីការទូតអីជាមួយនឹងខ្ញុំទៀតទៅ ដំណក់ទឹកភ្នែកទាំងសោកសង្វារជូរសាសូមផ្ដល់ឱកាសសាងល្អបានខ្លាំងណាស់ប្រលឹង នេះតែមានរឿងអ្វីដែរទៅបានជាយំ ត្រឡប់ អត់ទេ ចិត្តជ្រុលមិនស្ងប់ ខ្ញុំអត់បានយំទេ ស្ដាយទុំ តែទឹកភ្នែកកំពុងតែហូរចុះមកណាអនុញ្ញាតឲ្យខ្ញុំនេះជួបជំនួសបានដែរទេ មិនចាំបាច់ទេខ្ញុំអាចជួបខ្លួនឯងបានហើយ មួយរយៈនេះប្រហែលជាមានសេចក្តីសុខហើយក៏ព្រោះតែផ្ទះនេះគ្មានមុខខ្ញុំរស់នៅ តែនេះវាជាគំនិតរបស់អ្នកណាម្នាក់ដែរទៅនេះជាល្បិចរបស់លោកឬមកក៏លោកប៉ា យើងគួរទៅនាំគ្នាទៅកន្លែងមួយដើម្បីឲ្យខ្ញុំបានបកស្រាយចំពោះបញ្ហានេះតែមិនដឹងថាអ្នកនាងនីសាព្រមផ្ដល់កិត្តិយសឲ្យខ្ញុំដែរឬក៏អត់ នេះណារត់ចូលផ្ទះ2ឆ្នាំហើយនឹងមកប្រាប់ពីការទូតអីជាមួយនឹងខ្ញុំទៀតទៅ បងនាងក្បែរស្នេហ៍អូនតែចំណាយពេលឃ្លៀបឆ្ងាយទៅស្ដាយក្រោយទ្រូងរែងអន់ផ្ទះសាសោកកាពេលឃ្លៀនបេងដងជ្រួលត្រៀមវៀមទុកសែងធ្ងន់ចិត្តពីលៀនលែងធន់រឿងក៏ពីមុនកាកូនជួសោ រយៈពេល2ឆ្នាំកន្លងទៅគឺលោកពូបាននាំខ្ញុំមកនៅក្នុងផ្ទះនេះវេលាមួយនោះពេលដែលអ្នកនាងនេសាម្ដង បើមានឱកាស